วิธีធ្វើប្រេងប័រមានច្រើនប៉ុន្តែខ្ញុំជ្រើសរើសយកវិធីនេះដើម្បីងាយស្រួលទៅកាន់បងប្អូនទាំងអស់គ្នាដែលបានមើលហើយអាចធ្វើតាមបានងាយស្រួលមុនដំបូងបងប្អូនមានផ្លែប័រមកសម្រាប់ផ្លែប័រខ្ញុំទុំមួយចាហៀងអត់មួយចាហៀងអញ្ចឹងហើយខ្ញុំយកតែមួយចាហៀងយកមកធ្វើទេសម្រាប់ផ្លែប័របើសិនជាយកមកធ្វើអត់ទុំគឺអត់ចេញប្រេងទេបងប្អូនអញ្ចឹងហើយតើទៅជ្រើសរើសជាមួយនឹងផ្លែប័រដែលទុំវល់ល្អដែរបានយកមកធ្វើទទួលបានផលចាហើយណាមួយទៀតវាចេញប្រេងល្អអញ្ចឹងបងប្អូនកោសបែបហ្នឹងមកសម្រាប់បងប្អូនអត់មានម៉ាស៊ីនក្លុកក៏បងប្អូនអាចធ្វើបានដែរព្រោះថាផ្លែប័រយើងគឺទុំវល់ហើយតែខ្ញុំឆ្ងល់ថាហេតុអីបានទុំតែមួយចាហៀងទៀតឡើងរឹងមួយចាហៀងនេះឡើងទុំហើយផ្លែប័រតែមួយសោះហ្នឹងអញ្ចឹងហើយគ្រាន់តែយកស្លាបព្រាប៉ុនបែបនេះគឺម៉ត់ល្អវល់ល្អកុំឲ្យមានប័រនៅដុំកាលណាមានប័រនៅដុំយើងយកទៅធ្វើឲ្យយើងចំណាយពេលយូរទៅលើការប៉ាន់ប័រពេលនៅលើឆ្នាំងខ្ទះទៀតឥឡូវនេះយកឆ្នាំងខ្ទះមួយមកដាក់ប័រចូលហើយសម្រាប់ប័រខ្ញុំដាក់ទាំងអស់ទេខ្ញុំទុកម៉ាន់បន្តិចហើយទុកម៉ាន់បន្តិចដើម្បីធ្វើអីចុងវីដេអូគឺបងប្អូនតើគ្នាដឹងហើយអញ្ចឹងដើម្បីបានជាមួយនឹងប្រេងប័រដ៏ងាយស្រួលត្រូវការបន្ថែមប្រេងដូងដើម្បីចម្រាញបានលឿនដោយសារតែប្រេងដូងក៏មានអត្ថប្រយោជន៍ច្រើនដែរចំពោះស្បែករបស់យើងអញ្ចឹងហើយបន្ថែមប្រេងដូងបន្តិចមកដូចក្នុងវីដេអូដែលបងប្អូនតើគ្នាបានឃើញហ្នឹងយកមករងាស់នៅលើភ្លើងបើកភ្លើងតិចបំផុតហាមប្រើភ្លើងខ្លាំងទី1បាត់គុណភាពទី2ប្រេងចេញឲ្យបានល្អទៅជាពណ៌ក្រហមឬក៏ខ្លោចប្រហែលជា10នាទីទេបងប្អូនឃើញថាប្រេងប្រែទៅជាពណ៌ឡើងស្អាតប័រស្ងាត់តែម្ដងក្រៀមតែម្ដងអញ្ចឹងធ្វើយ៉ាងណាកុំឲ្យប័រឡើងពណ៌ខ្មៅណាបងប្អូនធ្វើមកក្រៀមឡើងក្រហមបែបហ្នឹងបានហើយបងប្អូននឹងទទួលបានជាមួយនឹងប្រេងប័រមើលទៅពណ៌យ៉ាងស្រស់ស្អាតហើយឡើងឈ្ងុយតែម្ដងអត់មានខ្លោចវិធីចម្រាញ់មួយទៀតបងប្អូនអត់ចាំបាច់ប្រើប្រេងដូងទេប៉ុន្តែគ្រាន់ថាប្រើពេលយូរហើយណាមួយទៀតខ្ញុំគិតថាខ្ញុំបង្ហាញវិធីនេះបងប្អូនងាយស្រួលធ្វើតាមវិធីនោះខ្ញុំគិតថាបងប្អូនខ្លះក៏គាត់ពិបាកនឹងធ្វើតាមដែរហើយយើងធ្វើតាមវិធីនេះក៏ទទួលបានផលដែរបងប្អូនទាំងអស់គ្នាស្បែកយើងភ្លឺថ្លាអាឡូមានសំណើមបងប្អូនអាចលាបបានទាំងមុខទាំងខ្លួនហើយជួយជំរុញការលាបឡេឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ទៀតណាបងប្អូនអាច search មើលបានពីអត្ថប្រយោជន៍ផ្លែប័រមិនថាញ៉ាំចូលក្នុងពោះឬក៏ប្រើនៅលើស្បែកទេពិតជាមានអត្ថប្រយោជន៍ច្រើនមែនតើប្រេងប័រនេះល្អបំផុតសម្រាប់បងប្អូនដែលគាត់មានជាមួយនឹងបញ្ហាស្បែកមុខស្ងួនជ្រួញចាស់ជាងវ័យរុនរុំធំលាបឡេអត់សូវចូលហ្នឹងហើយបងប្អូនអាចលាបបានទាំងយប់ទាំងព្រឹកពេលបងតាក់នេះលាបគ្រីមឬក៏លាបឡេការពារកម្ដៅថ្ងៃរបស់បងប្អូនវាមានតួនាទីជំរុញការលាបឡេឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ណាបងប្អូនសំខាន់ពេលលាបភ្លាមមកឃើញមកយើងគីឡូភ្លឺប៉ិតណាបងប្អូនអាចសាកធ្វើបានឥឡូវនេះដល់វគ្គខ្ញុំបិទម៉ាំងអង្គម្ដងបងប្អូនតើគ្នាមួយអាទិត្យយ៉ាងហោចណាស់គឺខ្ញុំបានប៉ះម៉ាំងអង្គម្ដងដែរបើដែលខ្ញុំទុកមិញហ្នឹងគឺខ្ញុំទុកលាយជាមួយម៉ាំងអង្គបន្ថែមទឹកបន្តិចមកបន្ទាប់មកខ្ញុំតែងតែដាក់ជាមួយនឹងសេរ៉ូមណ្ឌលកោសិកាដែលខ្ញុំលាបជារៀងរាល់យប់នេះបន្ថែមបន្តិចទៀតដែរបើសិនជាបងប្អូនអត់មានបាច់ដាក់ក៏បានដែរដោយសារខ្ញុំចេះតែចង់ជេបជប់អញ្ចឹងណាហើយពេលដែលបងប្អូនតាក់គ្នាបានល្បាយបែបនេះគឺមើលមកដូចម៉ាស់ប័រអញ្ចឹងបងប្អូននិយាយទៅយើងហៅថាម៉ាស់ប័រក៏បានដែរដោយសារតែពេលដែលយើងចម្រាញ់ធ្វើម៉ាស់ប័រមានដាក់ម្សៅអង្ករដាក់ឲ្យចូលក្នុងនឹងដែរអញ្ចឹងហើយមានតែម៉ាស់អង្ករមកកំប៉ុងនៅក្នុងផ្ទះចង់លាយមួយប័រក៏បានចង់លាយមួយការ៉ុតក៏បានចង់លាយមួយផ្លែឈើអីផ្សេងដែលបងប្អូនតាក់គ្នាចង់បានគឺបានគ្រប់ទម្រង់ទាំងអស់ហើយនេះគឺជាលទ្ធផលបន្ទាប់ពីបាត់ម៉ាស់អង្ករបាន15នាទីលាងមុខចេញមុខឡើងភ្លឺថ្លាចេញពីខាងក្នុងមក